មែនតើបងប្អូនអញ្ចឹងខាងក្នុងនេះខ្ញុំនាំបងប្អូនមកស្គាល់ពី option យ៉ាងច្រើនបាទបងប្អូនតោះនេះគឺជា option នេះគឺយើងមានបែងចែកបាទទី1 option ទី2បងប្អូនអញ្ចឹងយើងចុចមកអញ្ចឹង option ហ្នឹងវាមានអីខ្លះបងប្អូនតែកន្លែងនេះទី1ហ្នឹងគឺវាតាក់ទងទៅនឹងអេក្រង់ទូរទស្សន៍បងប្អូនចាហ្នឹងយើងមិនបាច់តន់ចុចទេចាំមើលឥឡូវយើងនិយាយពី option បាទបន្តទៀតដូចជាអានេះគឺគេហៅថាទីងតឹងបងប្អូនអញ្ចឹងអាហ្នឹងគឺតាក់ទងជាមួយនឹងភ្លើងតបូតោះឥឡូវចាំខ្ញុំនេះឥឡូវនេះផាយសាសាមានអញ្ចឹងឥឡូវយើងចុចភ្លើងតបូទៅអូខេអញ្ចឹងវាបើកបាត់បងប្អូនណាវាមានភ្លើងផ្កាយវាមានភ្លើងអីចឹងទៅបងប្អូនណាអញ្ចឹងបងប្អូនអញ្ចឹង option ទី2វាមានភ្លើងអីវាមានភ្លើងជុំវិញអញ្ចឹងយើងចុចទៅអូខេនេះអញ្ចឹងអូខេនេះអានេះគឺភ្លើងវាជុំវិញហ្នឹងណាបងប្អូនយើងបើកបិទបានអូខេតោះអញ្ចឹងវាមាន option បន្តទៀតអានេះវាភ្លើងគេហៅថាភ្លើងកវ៉ាត់នេះបងប្អូននេះភ្លើងកវ៉ាត់ខាងក្រោមនេះបងប្អូនបាទអញ្ចឹងនេះយើងចុចបិទបើកបងប្អូនអញ្ចឹងវាមានទាំងអស់បងប្អូនតោះអញ្ចឹងហើយអានេះគឺអីគេបាទនេះគេហៅថាភ្លើងលាវស្រីតឹងអាហ្នឹងគឺភ្លើងគេហៅថាបដិញទឹកអញ្ចឹងបងប្អូនតោះឥឡូវយើងទៅមើលកន្លែងលើនេះណាបងប្អូនតោះឃើញវាបដិញហ្នឹងបងប្អូនអញ្ចឹងយើងចុចវាមកវាដេញបងប្អូនវាដេញឃើញទេអូខេអញ្ចឹងតោះអានេះគឺជា option ដែលមាននៅក្នុងឡានបាទ Toyota Hatch មួយគ្រឿងនេះបងប្អូនអញ្ចឹងឥឡូវយើងមើល option បន្តទៀតនេះគឺជា option ទី2បងប្អូនអញ្ចឹង option ទី2គឺវាមានសម្រាប់បើកបិទបងប្អូនបើកបិទទូនេះបងប្អូនគឺទូហ្នឹងគឺយើងអាចបើកបិទបានដោយអូតូយើងមិនបាច់បើកដៃទេអូខេតោះអញ្ចឹងអានេះគឺ option បើកទូស្រាបាទទូនេះគឺយើងសម្រាប់ដាក់ស្រាប៉ុន្តែដោយសារតែឥឡូវយើងធ្វើវីដេអូយើងអត់ទាន់មានស្រាដាក់ទេបងប្អូនអញ្ចឹងយើងអត់ទាន់មានស្រាដាក់ទេអញ្ចឹងអានេះសម្រាប់បងប្អូនអ្នកដាក់ទេតោះឥឡូវយើងបិទវិញអូខេអញ្ចឹងយើងបិទវិញអូខេអញ្ចឹងអាទី2បាទបន្តទៀតគឺអានេះគឺគេហៅថាទូដាក់ទឹកក្តៅបងប្អូនទឹកទូឆុងសម្រាប់ឆុងតែបាទឆុងទឹកក្តៅទឹកខ្យល់បងប្អូនអាចជាមួយនឹងទូបន្ទាប់ហ្នឹងបានអញ្ចឹងអានេះយើងបិទបើកបាទបងប្អូនអញ្ចឹងគឺមាន option បាទ special មែនទេបងប្អូននេះគឺ M មែនទេអញ្ចឹងអានេះគឺតាក់ទងជាមួយនឹងតុខាងលើនេះបងប្អូនឃើញយើងចុចមកអញ្ចឹងអានេះគឺយើងអាចដាក់សម្ភារៈផ្សេងបាទទូរស័ព្ទឬក៏នំនេករបស់អីយើងអាចនៅក្នុងឡាននេះបានយើងអាចយកមកបងប្អូនអញ្ចឹងយើងបិទវិញអូខេអញ្ចឹងបន្ទាប់ពី option ទាំងអស់ហ្នឹងហើយបងប្អូនក៏លេចមើលទៅជុំវិញទាំងអស់បងប្អូននេះឃើញទេឡានហ្នឹងគឺបងប្អូនឃើញទេបើសិនតែចាក់គ្រប់កន្លែងបងប្អូនឃើញទេសិនតែចាក់វាគ្រប់កន្លែងបាទបើនិយាយទៅគឺគ្រប់ជ្រុងតែម្ដងបាទខាងក្រោយហើយខាងក្រោយនេះបងប្អូនកន្លែងកៅអីនេះគឺយើងអាចអង្គុយធម្មតាដល់ពេលអាខាងក្រោយនេះគឺយើងអាចកាច់អានោះយើងអាចកាច់អង្គុយធម្មតាឬក៏យើងអាចផ្ដេកវាសម្រាប់យើងសម្រាប់បងប្អូនបាទបន្ទាប់ពីការងារហត់បងប្អូនអាចចូលមកក្នុងឡានមួយគ្រឿងនេះបងប្អូនដូចនៅក្នុងបន្ទប់បាទដូចបន្ទប់ខារ៉ាអូខេផងដូចបន្ទប់ខ្លួនឯងផងដូចកន្លែងធ្វើការផងដូចកន្លែងហូបតែផងបើនិយាយអស់ទៅគឺមានអារម្មណ៍ថាស្រួលមែនតើតោះអញ្ចឹងឥឡូវដល់ពេលដែលបន្ទប់ពីការងារហត់តែបើសិនចំពោះខ្ញុំបងប្អូនចំពោះខ្ញុំការងារហត់ខ្ញុំជួយស្ដាប់ភ្លេង我可以很爱你，也可以全身而退。អូខេបងប្អូនអញ្ចឹងបន្ទាប់ពីបងប្អូនអាចបាទរីករាយបាទអាចបាទស្រូបបាទក៏អាចមកយល់ដឹងអំពីឡានមួយគ្រឿងនេះហើយបាទបើសិនជាបងប្អូនចង់ទិញបាទអាចតាក់ទងមកខ្ញុំបានណាបងប្អូនអញ្ចឹងតម្លៃគឺល្អមែនតើតោះអញ្ចឹងតម្លៃមួយគ្រឿងនេះបងប្អូនតម្លៃឡានមួយគ្រឿងនេះបងប្អូនបើសិនជាបងប្អូនតាក់ទងមកលើតោះ 100000 តិចតួចឯងមក 100000 ជាង 100000 តិចតួចលក់ឥឡូវហ្នឹងតោះលក់ឥឡូវហ្នឹងតាន់មុនចូលឆ្នាំបងប្អូនយកទៅជិះមុនចូលឆ្នាំឬក៏ក្រោយចូលឆ្នាំឬក៏បាទសម្រាប់ពីការងារទៅលំហែកំសាន្តជាមួយនឹងក្រុមគ្រួសារក្រុមការងារបាទគឺបានអែមតាមបងប្អូនតោះអញ្ចឹងអូខេអរគុណបងប្អូន